actually have me speaking. ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យបើកការវាយប្រហារទីតាំងជាច្រើននៅក្នុងប្រទេសវេណេស៊ុយឡាក្នុងនោះរួមមានទីតាំងយោធាខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងរបបដឹកនាំរបស់លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូបើតាមសារព័ត៌មាន CBS News ចុះថ្ងៃទី3ខែមករាក្រោយផ្ដើមការវាយប្រហារវេណេស៊ុយឡាលោកត្រាំនិយាយថាលោកប្រធានាធិបតីម៉ាឌូរ៉ូនិងលោកជំទាវទី1របស់គាត់ត្រូវបានចាប់ខ្លួននិងបានបញ្ជូនតាមជើងហោះហើរចាក់ចេញពីប្រទេសអំឡុងពេលយោធាអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំការវាយប្រហារនេះកើតឡើងប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីយោធាអាមេរិកសាងសង់មូលដ្ឋានយោធាក្នុងតំបន់ដោយមានទាំងការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងនិងនាវាចម្បាំងជាច្រើននៅសមុទ្រការ៉ាប៊ីនហើយក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីនេះអាមេរិកក៏ទើបតែបានរឹបអូសនាវាដឹកប្រេងចំនួន2គ្រឿងនៅវេណេស៊ុយឡាដោយចោទថាបានរំលោភទណ្ឌកម្មបន្ថែមពីលើការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនច្រើនជាង30គ្រឿងចំណាត់ការទាំងនេះធ្វើឡើងក្រោយរដ្ឋបាលលោកត្រាំបានចោទប្រកាន់លោកប្រធានាធិបតីម៉ាឌូរ៉ូពីបទជួញដូរគ្រឿងញៀននិងធ្វើការជាមួយក្រុមអ ுக ្រិតជនដែលត្រូវបានចាត់ថ្នាក់ថាជាអង្គការព្រាវកម្មប៉ុន្តែលោកម៉ាឌូរ៉ូបានបដិសេធ